ប្អូនអើយខ្ញុំឃើញវីដេអូនេះហើយខ្ញុំទុកទឹកភ្នែកមិនបានទេដឹកសំណោះដល់វីរៈកងទ័ពយើងដែលបានពាក់លីនៅសង្គ្រាមទី1និងទី2នេះហើយគឺជាក្រុមគ្រួសាររបស់គាត់ទាំងអស់គ្នាខ្ញុំពិតជាសំណោះណាស់vớiវីដេអូទាំងអស់នេះហើយខ្ញុំក៏មិនចង់ឃើញវីដេអូបែបនេះទៀតដែរសំណោះណាស់បងប្អូនអើយការលះបង់របស់គាត់ទាំងអស់គ្នាគឺបានបង្ហាញភាពក្លាហានដែលគាត់ខំលះបង់ការពារទឹកដីខំពីមនុស្សមួយចំនួនដែលខំស្រែកតែក្រៅប្រទេសអត់បានការពេលខ្លះថែមទាំងបំបាក់ទឹកចិត្តគាត់ទៀតឈឺចាប់ណាស់បងប្អូនដោយសារតែខ្មែរយើងមិនចេះរួបរวมគ្នាស្រឡាញ់គ្នានេះហើយទើបធ្វើឲ្យទឹកដីយើងធំរហូតសល់ទូចពួកអ្នកស្រែកក្តែងនៅក្រៅប្រទេសបានត្រឹមតែស្រែករីឯអ្នកនៅក្នុងប្រទេសខំណាស់ការពារណាស់តែការពារនៅក្នុងផ្លូវច្បាប់មិនមែនយកសង្គ្រាមមកដាក់មុខទេអ្នកម្នាក់ខំបញ្ជាសង្គ្រាមមិនចង់ឲ្យមានការបាត់បង់ដូចក្នុងវីដេអូនេះអញ្ចឹងឈឺចាប់អ្នកណាម្នាក់ក៏មានដែរតែការឈឺចាប់មានព្រំដែនមានពេលវេលាមិនមែនចេះតែធ្វើអ្វីតាមចិត្តនោះទេម៉ោងនេះផ្លូវច្បាប់គឺយើងកំពុងតែឈ្នះហើយដូច្នេះយើងត្រូវអត់ធ្មត់បន្តទៀតជាពិសេសបងវីរៈកងទ័ពដែលនៅជួរទល់មុខតែម្ដងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់សូមអរគុណច្រើននៅទឹកចិត្តរបស់បងពូអ៊ំតាមព្រំដែនពិតជាអរគុណខ្លាំងមែនទែនដែលបានលះបង់ឈាមសោះសាច់សោះការពារទឹកដីអរគុណខ្លាំងណាស់24 កក្កដា 2025ពេលនេះថ្ងៃនេះគឺ24 កក្កដា 2026យើងទាំងអស់គ្នាត្រូវចងចាំពហិការការពារកុំឲ្យសៀមវាបានចិត្តវាមើងងាយយើងទៀតណាបងប្អូនស៊ូទាំងអស់គ្នាបងប្អូនណា